ចយតាមបងបាទបោកគេថាបាក់ពេកមីននេះបាក់ពេកគេមកខ້ອຍមកខើចមកជួយនេះ Shadow មកជួយនេះសង្ស័យរុញ Heroes អីគេមួយទៅមីតនេះសង្ស័យរុញឡាពូមីតនេះបានមក Shadow សង្ស័យរុញឡាពូទៅមីតមក Shadow ពី XP ទៀតបាទពីអត់បើសួរបង Frederick បាទតែ Shadow នេះមិញបកាយមួយខូចថាកុយបើក៏បកាយមួយខូចអាយគីពេកខ្លាំងឡាពូខ្ញុំគុំខ្ញុំកំពុងរៀបអាយធីមហើយឡាពូខ្ញុំមិនឲ្យដោយ៉ាងទេចង់ដាក់ឡាពូមកមីតឲ្យពេក EXP អីមួយទៀតហ្នឹងព្រោះដោយសារតែមិន Magic គាត់មានពីចយមួយហ្នឹងគាត់មិនពេកកាមេរ៉ាមែនប្រចាំងទៅមុខ Shadow មុខ Shadow ឡើងតាមតឹងណាមុខ Shadow ឡើងតាមតឹងបាទចំបងខ្ញុំលេង Hero ទេបាទមានតែចាំមើលរងគ្នាជាមួយនឹងការប្រកួតមួយនេះនេះគ្នាបងឯងខណៈពេលដែលត្រាស់ត្រូវបានបញ្ចប់ខែ data របស់ Asira មិនមែន spare flick ទេគឺ spare ជាន់ក Purify 3នាក់សម្រាប់Purify 3នាក់បាទចេះដឹងណាព្រោះបាច់ចង់ក្រោយយើងបាច់មាន Purify ក៏បានដែរមកជាន់ករបស់ខែ data ហ្នឹងឲ្យតែយើងមាន Magic Defense Magical Defense យើងនឹងមានពេលមែនទីក្នុងការចុច spell ឬ skill សម្រាប់គេនេះយក flick បានក៏តែយក flick បានហើយយូរណាស់ដល់តាមនេះអ្វីដែលសំខាន់គាត់ខ្លាចកលៀនច្រើនអូយមែនបើថាខ្លាចកលៀនមែនបើថាខ្លាចខែ data យើងមានលេខលេខហ្នឹងហើយបាទ Magic Defense Magic ធ្វើហ្នឹងបានបាទហើយណាមួយមក flicker គឺreflect ហ្នឹងនៅបាទមក flick ប៉ោងទៅ100ហ្នឹងបាទចឹងស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់គូទី2ក៏ដូចជារវាងបាក់ជាមួយស៊ីលស៊ូនបាក់ជាមួយនឹងវ៉ាហាឡាហ្គេមទី2ផងដែរបាទគឺយើងបលតិចបាទស្ដាយមែនតើហ្គេមមុនត្រូវមានខាចាលេងប៉ុន្តែបានលេងនេះគ្នាសម្រាប់ហ្គេមនេះវិញគឺក៏មានខាចាមកវិញនេះខ្លួនដែរសម្រាប់ខូចមីចោចោក៏ដូចជាជាមួយនឹង Zion អូមីឡែនបាញ់ចាប់ជើងជាប់អូយយកជាមួយនឹងបើបានពីវត្តមានរបស់ខេតដូចខេតឬត្រីបានយើងដឹង secret គឺគាត់តែងតែធ្វើអញ្ចឹងដូចតែហ្គេមមួយដែរបាទខេតឬត្រីបានតែសើយកតែមែនតែម្ដងឥឡូវមើល emblem នេះសិនព្រោះដោយសារតែ damage skill ទីមួយរបស់ខាចាបោកណាមួយដៃវាយរបស់ខាចាដែលមាន passive ផ្ទះស៊ីឈាម 4% ហ្នឹង damage ហ្នឹងបោកចុកគ្នាលើ spare 3ទៀតបាទឥឡូវបោកវាយយកដល់ទៅជាមួយនឹង secret សាមដៃចុងក្រោយនៅតែមិនដាច់ក្រនតែមួយលឹកតែប៉ុណ្ណោះអញនឹងដាច់ជាមួយនឹង secret ដូចគ្នាអាកន្លែង retreat មិញបើសិនជា Ken retreat បាន audience អញនឹងឆ្ងល់ប៉ុន្តែសម្រាប់ pro player គឺគេដឹងយ៉ាងមកមួយដៃ passive ផ្ទះរបស់ខាចា 4% mix AP ហ្នឹងបោកមួយ skill ទី1 damage ហ្នឹងលើ spare 3ទៀត yes លើទីគេបាទអញ្ចឹងបើគេផ្គុំត្រូវមកទី1នឹងទៅដល់វត្តមួយដៃផាំង retreat is nothing យកមកបាទសំបីតែ lot ក៏ពិបាកក្នុងការ បាទ lot late game retreat ឲ្យស្ពេចមកដៃ 4% របស់ខាចាំវត្តយក lot free បាទតែបានវត្តបាទចាំមើលទៅជិះណារកបបាំងកាយសម្រាប់ secret Magic Defense Magic សម្រាប់គាត់ឯខ្លួនដែរ lane មួយមានអារម្មណ៍ ASP បាត់ ASP អី Hello Shadow គេបាត់ ASP 2ដងព្រោះគេមុនដោយសារតែគេនេះអញ្ចឹងទៅក៏គេមានគេ phobia ចឹងក៏គេសួរលេងមួយ unlock early បាទមានអារម្មណ៍ថា Shadow គាត់បាត់ lane គេបានន័យថាបើ hero គាត់ឈ្នះ lane គាត់បាត់ lane គេ hero គាត់ឈ្នះ lane គាត់អត់ fit ទេហ្នឹងបាទអត់ fit អីថាតទី1មកនឹងដាច់មួយឈ្មោះដាច់តែម្ដង Yes sir ចាប់ពីថាទី2ឬក៏ទី3ទៅគឺគាត់Shadow ឥឡូវបាត់ map យកតែម្ដងជាមួយនឹងការ fast clear ផងដែរពីពេប៉ុន្តែ Shadow មាន ulti ប៉ុន្តែមានការ spam មួយខ្លះដែរពី Urina ពី head អាចបាន retrieve user បានទៅលើឆ្មាផងដែរជាមួយនឹងការដកថយទៅវិញដូចគ្នាបាទមកចាក់ retreat យកបាននេះខ្ញុំដែរប៉ុន្តែ Shadow មិនបានចង់ team fight នេះខ្ញុំណាគេ head បាត់ Shadow នៅទៅទី1ល្អ2ដង game ទី1ក៏បោមួយឆ្មាយក Shadow game ទី2បាត់បានម្ដងទៀតអញ្ចឹងនេះគឺវាជាឱកាសដ៏ល្អខ្លាំងមែនទែននៅក្នុងការសម្រេចចិត្តថាតើគាត់អាចនឹងបិទជាប់ឬក៏មិនជាប់បាទចាំយើងមើលលទ្ធផលទៅជើងណាជាមួយជំនួបគូនេះខ្ញុំណា game តាមតឹងខ្លាំងមែនទែន Explorerland Shadow មិនបានអើតចេញពី map នោះទេបិទ lane ចោលតែម្ដងបាទ Sky Tracer បានចាញ់ទៅលើ Soul ដូចគ្នាតែបើយើងមើលទៅជាមួយនឹង game 1ហើយ game 2នេះគឺវត្តមានរបស់ team Valhalla គឺគាត់ធ្វើបានល្អខ្លាំងមែនតើជាមួយនឹងការគ្រប់គ្រង mic ក៏ដូចជា control ជាមួយនឹង objective បាទ Secret គាត់អត់យក impurate ព្រោះបើយក impurate បើសិនជា late game យើង timing មួយការលួចដល់ឆ្ងាញ់មកមួយដៃហ្នឹងបាទអញ្ចឹងយើង complete ដែរជាមួយនឹង sponsor របស់យើងគឺ Infinite Note Hazard Series MPL Edition សម្រាប់ gamer គ្រប់គ្នាជាមួយនឹងសារការសាកថ្មរហូតដល់90វ៉ាត់ក៏ដូចជាឥតខ្សែវិញគឺ30សាកទៅដល់30វ៉ាត់ដូចគ្នាបំពាក់ជាមួយនឹងអេក្រង់ AMOLED 144 Hz លេង Mobile Legends ដោយរលូនយកតែម្ដងជាមួយនឹង RAM សរុបទៅដល់ 24GB បាទជាមួយនឹងការរចនា mode តែបានអនុភាពតែម្ដងបាទអូដៃ first slot ទាំងចុច purify ខមមិនដៃ2 1បាទអត់អីព្រោះសារយើងជាប់ពាណិជ្ជកម្មមិញតែមិញអត់នេះណាអត់ប្រើជាមួយនឹង ultimate របស់PP បាទបាទអ
ចឹងទោះជាខាងស៊ីស៊ូនបានធ្វើប្លុតប៉ុន្តែតែបើយើងមើលទៅលើក៏ស៊ីមបាហាឡាក៏នៅតែនាំមុខតិចតួចផងដែរបាទចឹងចាំមើល total ទី2តែនៅក្នុងហ្គេមនេះសម្រាប់ Ken គាត់រៀងបបាក់ដែររៀងបបាក់នៅក្នុងការលេងផងដែរប៉ុន្តែការចានេះបើសិនជាបើកមុខគឺ PP ជា target របស់ PP អីព្រោះដោយសារបើសិនជាអត់វាយការចាមុនទេសម្រាប់ Ken បបាក់នៅក្នុងការចូលវាយទី1គឺមានការចាទី2គឺមានជាមួយនឹង Veteran ទៀតអញ្ចឹងធ្វើឲ្យអំណោយទៅលើចយខ្លាំងមែនទែនបាទហ្គេមនេះណាគេលេងមុនចាំមើលថតបាទមានការប៉ះពីបាដូចគ្នាអាចនឹង fast ថតដែរទេមកតន់ឬក៏បន្តពីអាស៊ីរ៉ាក៏ដូចជាពេមកហើយមានការ reset ជាមួយនឹងថតចោលដូចគ្នាបាទកែវនេះបើវាយបដៃយកមកជាមួយនឹង head ជាបិទជាមួយនឹង shadow low ឈាម 50% បាទហើយមានការវាយទៅលើ head មុនគេឬក៏យ៉ាងណាចូលមកហើយពីវត្តមានរបស់ Ken អាតែតែងជួយនឹងការរីបាយពីវត្តមានរបស់ Ken ប៉ុន្តែជាមួយការចូលទៅពី shadow មានការដាច់ pure ពេមកដែរអាចមានបញ្ហាជាមួយនឹង shadow ដែរទេតែបាត់ទៅមួយប៉ុន្តែបាត់បង់ជាមួយនឹង 2 kill បាទពីវត្តមានរបស់ Season kill ក៏បានចូលទៅលើ Soul ដូចគ្នា double kill បាទបានជាមួយនឹង total ប៉ុន្តែ trade ជាមួយនឹង2 kill ចូលទឹកមួយ clear ជាមួយនឹង land ពី Asira ស៊ីជាស៊ូនមិន aggressive ណាមុលចូលទៅវាយខាងមុខយកមកបាទបើសិនជាមិនបើសិនជាអត់បាន retrieve បានជាមួយនឹង total ទេខាតណាបាទមិនតែដោយសារបានជាមួយនឹង total អត់ទៅអីវិញបាទតែ hand នៅតែធ្វើបាល់ល្អដូចគ្នាព្រោះដោយសារតែមានការយកផុសៗបាទទៅដល់ RT ទៅលើ Ken ប៉ុន្តែអត់អីទេជាមួយនឹងវត្តមានរបស់ Head មួយការកាប់ច្រាមយកតែម្ដងពី Shadow នៅក្នុងហ្គេមនេះពិបាកក្នុងការវាយទៅលើ Urodel បន្តិចហើយបាទRT ឲ្យសុំសំលេងអីតេងណេងល្បីដល់ Miracle ទេបាទ Caster ខ្មែរ So Funny អ្នកចាញ់បោកមីតគួរសិតតែតេងណេងណាណៃបាទខាងក្រៅបាត់លែនក៏ចោលដូចគ្នាបាទ Retreat ក៏ហោវ៉ាវ Ken Retreat ក៏ហោមកជាមួយនឹង Ken ថ្ងៃនេះតែគាត់ទៅពេលលេង Frederick Retreat kill ទេបាទច្រឡំមក Izu បើ Izu Retreat ក៏ហមសុតបាទអញ្ចឹងចាំឥឡូវគឺគេលេងខ្វល់បាទ Retreat មិនដាក់កបោជាមួយនឹងមិនយកតែម្ដងយ៉ាអញ្ចឹងយើងនិយាយទៅការនេះមើលនៅ side game មានអារម្មណ៍ថា Valorant នឹងមានប្រលេងច្រើនដូចខ្ញុំណាធ្វើតែមានកលៀតែគាត់មាន Purify 3នាក់ឥឡូវ side game early smooth ទៀតណាបាទ lane 3 balance បាន farm បាន expert lane បាត់ lane គេ go lane បាត់ lane គេមិនចម្លែកទេដោយសារតែ Ranger damage early cloud damage late game បាទ mid lane clear លឿនជាងទៀតបាទ4ទល់នឹង3នៅខាងផ្លូវ top lane ប៉ុន្តែ on zone នៅតែព្យាយាមជាមួយនឹងការ farm ដោយមានភាពខ្លាចរអាដូចគ្នាព្រោះដោយសារតែខ្លាចគេ4ក្នុងការបោកគាត់ដូចគ្នាផងដែរបាទក្រុមវាយគ្នាដាច់ដូចគ្នានិយាយពីខាចាតិចខាចាបើយក impure rate ទៀតមួយដៃហ្នឹងអា 4% នៅមិន AP នៅ impure rate ណា passive ទៀត 8% ស្មើ bane យកមកស្មើមួយ edit ទៀតមួយដៃហ្នឹងស្រួលលួចឡតែតើយើងច្បាស់ hero យើងកុំធ្វើទាំងអស់ចាំវត្តតែមួយដៃហ្នឹងពេលអា2ហ្នឹងពេញបាទអាយ៉ាហក់ច្រាមយកតែដល់បណ្ដៃមានការតាក់កពី secret បាល់ឡតែជាមួយនឹងការចាយ flicker ពីវត្តមានរបស់ shadow តេងពីវត្តមានរបស់ Ken ប៉ុន្តែអត់មានការឈឺទេបាទលើមិនឲ្យប៉មគេមួយfree តែគេ trade គេ trade total គេ trade ជាមួយនឹង trade ខ្ញុំតែ game នេះប្រឡែងឲ្យ on the free farm ណាបាទឥឡូវបាយគិតដូចខ្ញុំហ្គេមនេះគ្រឿង14ស្មើឬក៏គេ 4-5 ក៏ធំជាងគាត់ដែរបាទតែពេលអញ្ចឹងយើង defend ប៉មលើទៅបានទាំង goal lane farm បាននឹងបាច់ឲ្យគេ trade បាទឥឡូវអាយ៉ាចូលទៅដល់ជាមួយនឹង Ken ធ្វើការតាក់កបានយកទៅដល់ជាមួយនឹងការផ្ដាច់ធៀបពីឆ្មាចុង Ken បាទគាត់ចាញ់មកតមិនអត់តទេព្រោះតែខាចាដែលទាញមកហីបាទអត់ដឹងទេគ្នាហ្គេមមួយនេះស៊ីស៊ូនពិបាកវាយគេណានិយាយមែនព្រោះតែអត់ដឹងថាចាប់ណាគេបើសិនជាចាប់តចាប់ការចាបាទត្រូវតែធ្វើមិនបុកវាយការចាមុនបើសិនជាអត់បុកវាយការចាទេហ្គេមមួយនេះពេលដែលគេនៅសល់ជាមួយនឹងការចាគឺជារនាំងមួយដែលធ្វើឲ្យ Ken អត់អាចជា damage បានហ្មងបាទខានសៀលទៅហើយអាស៊ីរ៉ាមានការតាក់កយកដល់ជាមួយនឹងការឈូទឹកចូលទឹកបានដែរទេប៉ុន្តែចូលមកមានការ cover ជាមួយនឹងការលោត passive ឡើងជាពេញយកដល់ជាមួយនឹងការចាប់បោកវាយទៅលើវត្តមានរបស់ Head កាប់ជាពី Shadow ជួយការចាយជាមួយនឹង Flicker ពី PP ប៉ុន្តែមានការដកថយទេជាមួយនឹងការវាយទៅលើ Head អត់ចូលទេពីវត្តមានរបស់ Team Season បាទមានចាំ cloud បាទអត់មាន damage វាយផ្ដាច់ទៅលើ Head ទេបាទនៅក្នុង game នេះចង់ចាប់ Head ក៏ពិបាកបាទគេ Purify បាទអាយ៉ាធួននៅក្នុងផ្ទះប៉ុន្តែឆ្មាមានការដកថយក៏ដូចជាមានការចូលមក invest ជាមួយនឹង Purple បន្ថែមទៀតប៉ុណ្ណេះបាទ game នេះដូចអ្វីដែលតគួរបានគិតទៅគឺ cloud នឹងយក spell លឿនដើម្បី lane game ក៏ច្បាស់ដេញគីមីតន់មកក៏ដេញ Ranger តន់ដែរតែរឿងនឹងកាត់ឡើងគឺតតែ secret
ចាប់កបត់ចោលទៅបើ secret sale ចាប់គាត់អត់ហ៊ានហក់ទៅធ្វើចឹងដែរតែបើ secret អត់ sale ចាប់ណាគេវាយបើកមុខហើយបើសិនជា game នេះ on ចូលមានរូបភាពនឹងកើតឡើង បាទហើយយ៉ាខាងសៀលបងមុនគេយកដល់ជាមួយនឹងការទូទៅតែ secret មុនគេយកដល់ធ្វើបាល់ខ្លាំងតែតែមានការតាប់បំជាមួយនឹងពេដូចគ្នាមានការគប់ RT ពីព័ត៌មានរបស់ណាចាក៏ដូចជាមានការបាក់ RT ពីកែនដូចគ្នាជាមួយនឹងការ clear mid lane ផងដែរបាទខ្ញុំមានអារម្មណ៍ថា game នេះ soul អត់មានអាគេចូល lock ទៅដល់ soul ទេបាទព្រោះដោយសារgame មួយនេះបើសិនជាចយមានចយចូលទៅដល់ប៉ុន្តែបច្ចុប្បន្នកាលឥឡូវ Granger មានហើយណា 3-0 ទៀតហើយណាបាទព្រោះដោយសារសម្រាប់ PP គឺត្រូវថាបង្ខំចិត្តវាយការចាមុនព្រោះដោយសារបើសិនជាទុកការចានៅក្នុង team fight បាទ Can ចប់ Cloud អត់អាចលោតមកដាក់ជាមួយនឹង Ultimate បានទេបាទព្រោះដោយសារសល់ជាមួយនឹងការចាបាទបើសិនជាចង់វាយបើសិនជាចង់ចាប់ទៅលើឆ្មាតាន់ចាប់ទៅលើ head បោកអត់ដាច់បាទអញ្ចឹងណាចាគេមាន purify ដែរបាទនិយាយទៅស៊ីស៊ូនត្រានេះរំពឹង late game ឥឡូវយើងជំរាប mid late game សម្រាប់គាត់អត់ early ថ្លឹងនៅអ្វីដែលគាត់អាចធ្វើបានប៉ុន្តែកលៈបើយើងមើលទៅវ៉ាហាឡាគាត់team fight តែមណា map ក៏តែមដែរប៉ុន្តែ goal lit 15ឲ្យ6ហើយណាបាទ lit តិចខ្លាំងមែនទេ thread ក្រុមយ៉ាងដាច់ T1 thread វ៉ាហាឡាដាច់ thread បាត់ no បាទ no ហើយខាងសៀលពេល secret ចាប់បងវាយជាមួយនឹងវត្តមានរបស់ on សោតែមានគេណាបោកជាមួយនឹង on សោទេធ្វើការចុះជាមួយនឹង space sprint យកតាមដល់បណ្ដាជាមួយនឹងពេក៏មានការផ្ដាច់ពីសោលគ្នាយកមកជាមួយនឹង Ken ក៏មានការផ្ដាច់ជាមួយនឹងឆ្មាបណ្ដាកន្លែងនេះជាមួយនឹងការ reload ទៅលើ see you soon បងវាយ head តាន់ទុកឲ្យជាមួយនឹងវត្តមានរបស់ Ken ផ្ដាច់ double kill វ៉ាវអូយមើលអត់តាន់បាទមិញវ៉ាវមើលក្រុមវាយ mid lane តាវាយណាដែលបោកឆ្មាដាច់ណាមួយ massive damage ដែលចេញមកពី AC រ៉ាមកតាំងត្រង់ជើងផ្លឹងបាទហើយ shadow គក់ទៀតបោកឆ្មាដាច់មកជុំងុំពេលោតទៅ knock up កាក់3 hero ហ្មងកាក់សតតា hero damage របស់វ៉ាហាឡាអត់ឲ្យមកផ្ដាច់ជាមួយនឹង Onzo ទេ cover defy ហើយ Onzo ក៏គាត់លេង timing ដែរគាត់អត់ប្រើ RT បងឈប់វាយដែរធម្មតាណាបាទអញ្ចឹងមិញបើសិនជាគិតថា team fight នឹងនៅតែបន្តបានទៀតអត់បន្តបានទេនៅសារ damage Onzo មួយទៀតបាទអូញ៉ាអូយនិយាយមែនហ្គេមបាយមិញមកតាក់កហ្នឹងអត់មានអ្នកបោកសោះមកអត់មានអ្នកបោកសោះមក knock up ជាប់3ហ្នឹងបាទតែអីពី game នេះលើ6 kill ហើយ program ទី1 8 kill game ទី2ឥឡូវភ្លាមបាន5ហើយបាទ3ទៅ10 kill អត់អាចបិទ2 game 6 kill ទេ Yes sir បាទចាំឡតទៅផ្លូវ top lane ក៏ដូចជា clear ជាមួយនឹង mid lane ពី Valhalla នៅសល់ thread passive ទេបាទមាន shieldចឹង game នេះ lot ទី1គឺ clear បានហើយក៏ប៉ុន្តែអាចនឹង make play មកដែរទេពីវត្តមានរបស់ PP ទៅដល់លោកចាំទៅដល់អូជាមួយនឹងឆ្មាអូដៃឬក៏បណ្ដាជាមួយនឹងការបោកផ្ទុះទឹកពីរអាស៊ីរ៉ាស្ដាយជាមួយនឹងឆ្មាក៏មានការដាក់ពីសាដូដូចគ្នាផងដែរបាទដាច់ជាមួយនឹងចាំងកមួយចាយ flicker ជាមួយនឹងការដកថយមកដែរពីវត្តមានរបស់ខាង team C យូស៊ូនបាទ secret អាចបើកមកបានហើយគាត់ទិញជីវិត2ចាំមើល game នេះណាគេ cover secret ទោះបីជាគាត់មានជីវិត2តែងើបមកវិញសួរថាឈប់ឲ្យមកគេបានអត់រូបភាពដែលកើតឡើងដដែលគឺនៅពេលដែលគេបោក secret ដាច់ហើយគឺបែប cover ទី fight base គឺបែបពេលដាច់ម្ដងទៀតដូចគ្នាបាទ secret ដាច់ម្ដងទៀតដូចគ្នាសំតោបាទយ៉ាចាក់វាយបផាស៊ីវតាក់កយកដល់ដងបាត់ចាប់គេខ្លាំងហើយពីពេអត់មាន mortality ទេជួយការផ្ដាច់ពីវត្តមាន Sky Visor របស់ Soul ដូចគ្នាផងដែរដាក់ដឹកមួយពី Asira ប៉ុន្តែ T2 Trend នៅខាងផ្លូវបន្តឡើងមានការយកបានមកដែរពីវត្តមានរបស់ Sizu មានការដកថយប៉ុន្តែ Head នៅតែបន្តចង់ទៅណាចង់ឈូមួយឈូពីពីវត្តមានរបស់ Ken តាក់កដែរទេជាមួយនឹងការតែងជាមួយនឹងការបាញ់ Monster Kill ពីវត្តមានរបស់ Soul ផ្ដាច់ទៅលើ Ken ដូចគ្នាផងដែរបាទលវលេងបាទកុំចេះតែចូលបាទគេអស់ជាមួយនឹង Ultimate ការចាក៏ប៉ិតមែនប៉ុន្តែនៅសល់ Veteran បាទ Veteran គាត់ stun ធួនបាទទៅហើយបាទផមួយប៉ុន្តែ T2 នៅផ្លូវ mid lane តាក់កពីពេធ្វើការចាប់បោកវាយវិលមកជាមួយនឹងវត្តមានរបស់ Secret ប៉ុន្តែបែងមកថយឲ្យមានបញ្ហាដែរទេសម្រាប់ចុងក្រោយជាមួយនឹងការចាយ flicker មានការបាញ់ផងដែរពីវត្តមានរបស់ណាចាក៏ឡៃបាទទៅលើសោផ្ទុះមកតរងឈាមខ្លាំងតែជាមួយនឹងសោឲ្យមានបញ្ហាដែរទេពីឆ្មាក៏មានការបោកដកថយផងដែរជាមួយនឹងការយកបាន T2 Trend នៅខាងផ្លូវ mid lane បាទ no ស្មា no ឥឡូវបើយើងមើល Facebook game ពួកគាត់នឹងការតន់ team fight lot on សោឲ្យនឹងយឺនតិចតែគាត់អីដែលសំខាន់គឺ spell flick របស់ secret អស់ហើយបាទអញ្ចឹងឱកាសដែល secret សង្ឃឹមថា make play ទៅលើ hero damage គឺតិចអញ្ចឹងគាត់នឹងទាញអ្នកបើកមុខហើយជីវិត2គាត់អស់ដូចគ្នាអញ្ចឹង
face of romance មកគ្នាកលៀននឹងខាចាជាមួយនឹងគេលេងមុនបាទជាមួយនឹងគេលេងមុន តើហើយមានការតែជាមួយនឹងឡតយកតាដងពីវ៉ាហាឡាបតែហេតមានការមកពីពេខានសៀលមកឲ្យបោកទៅលើឆ្មាមុនគេតាទេដកអាប់មួយជាមួយនឹងការបាញ់អល់តមែតផងដែរពីណាចាធ្វើការបោកជាមួយនឹងវត្តមានរបស់ឆ្មាបតែមានការឆាកាប់អល់តមែតពីឆាដូធ្វើការបដៃជាមួយនឹងអាស៊ីដាបារ៉ៃពីវត្តមានរបស់សោមានការបាច់វាបោកជាមួយនឹង double kill ពីសូលតើហើយខេតទៅមិនទាន់ទេជួមួយជួពីធ្វើការដកថយធម្មតាបាទ វ៉ាវបាទអរេសរសើរបាទឡាមួយគេក្តាប់គេបាននៅពេលអនសូ respawn late បានតិចគេហ្វាស់ឡតយកតែម្ដងបាទបែបពីហេតប៉ុន្តែ T3 មានការយកបានអាចទប់ជាមួយនឹងផ្ទះបានដែរទេពីវត្តមានរបស់អូនសូធ្វើការវាយជាមួយនឹងបែសេតាធ្វើការអាទីយកដល់ជាមួយនឹងការរះមកពីកាយតាក់កពីវត្តមានរបស់កាននៅតែតាក់បានដែរពី secret ចាំមកគ្រាអាស៊ីរ៉ា respawn ប៉ុន្តែមីនីក៏ខំក៏បានមកដល់នេះខ្ញុំដែរមីនីមានក៏បានមកដល់នេះគ្នាកោបាយយកជាមួយនឹងប៉ងក្រោមជាមួយនឹងតើឆេណានេះជាមួយនឹងឈុតមួយនេះបាទតើហើយ Shadow ក៏មានការ spawn មកវិញដូចគ្នាអាចនឹង clear បានជាមួយនឹង Lord មួយនេះដែរទេប៉ុន្តែមីនីមុននឹងចូលទៅមកវាយជាមួយនឹងការតាក់កទៅលើអាស៊ីរ៉ាមុនគេយកដល់ជាមួយនឹងការជួយតាក់មួយតាក់ច្រាមយកដល់វត្តមានរបស់សូធ្វើការផ្ដាច់ជាមួយនឹង Legendary ទៅលើវត្តមានរបស់ Shadow លទ្ធផល1-1គឺបានទៅលើ Valhalla